សុនឈឹងជំនួយកាលីចាប់ខ្ញុំឲ្យជាប់ទីនេះខ្យល់នឹងរលកខ្លាំងណាស់ធ្លាក់ទៅច្បាស់ជាស្លាប់ហើយអ្នកណាក៏បានដែរជួយទាញខ្ញុំបន្តិចមកអូហូអាចទ្រាំបានយូរប៉ុណ្ណាទៅខ្ញុំភ្នាល់ថា5នាទីខ្ញុំមើលទៅ3នាទីក៏ប្រហែលជាមិនដល់ផងឈប់ខ្វល់ពីខ្ញុំទៅឡើងទៅសងសឹកពួកវាវិញទៅជំនួយកាលីគាត់ធំដឹងក្តីជាមួយខ្ញុំតាំងពីក្មេងកាលនោះដើម្បីសុនឈឹងខ្ញុំសុកចិត្តឆ្លោះជាមួយគ្រួសារមនុស្សទាំងអស់ក្នុងគ្រួសារសិនមានតែគាត់ម្នាក់គត់ដែលសុកចិត្តបោះបង់អនាគតមួយលំបាកជាយ៉ាងណាក៏ដោយខ្ញុំមិនអាចបណ្ដោយឲ្យគាត់បាត់បង់ជីវិតក្នុងសមុទ្រដ៏ល្វឹងល្វើយនេះបានទេក្នុងនាមជាអតីតភរិយានាងផ្ដល់កិត្តិយសឲ្យខ្ញុំសម្រាប់ចិត្តផ្លាស់ប្ដូរពិធីភ្ជាប់ពាក្យមកធ្វើនៅថ្ងៃនេះតែម្ដងអតីតភរិយារបស់សុនឈឹងមែនទេថ្ងៃនេះខ្ញុំនឹងឲ្យនាងតោងនៅត្រង់នឹងមើលអតីតប្តីរបស់នាងហៅខ្ញុំថាក៏ប្រពន្ធដោយផ្ទាល់ភ្នែកយ៉ាងម៉េចដែរយៀនវេមិនក៏អូនមកដល់ទីនេះហើយនេះមានរឿងអីហ្នឹងពួកឯងកំពុងធ្វើស្អីហ្នឹងថ្ងៃនេះអូនអារម្មណ៍ល្អណាស់ក៏សម្រេចចិត្តភ្ជាប់ពាក្យជាមួយបងនៅទីនេះតែម្ដងប៉ុន្តែនៅលើប៉ាល់នេះមានរបស់ខ្លះទាស់ភ្នែកណាស់សុនឈឹងប្រសិនបើបងអាចកម្ចាត់របស់ខ្វក់ទាំងនោះចេញបានខ្ញុំរឹតតែសប្បាយចិត្តញៀនវេសុំទោសក្នុងពេលដែលអូនបានដឹងអស់ទៅហើយអញ្ចឹងអូនជួយបងជាលើកចុងក្រោយទៅឱកាសនេះសំខាន់ណាស់សម្រាប់បងត្រូវតែចាប់វាឲ្យបានអូនយល់ចិត្តបងមែនទេប្អូនស្រីឥឡូវយល់ច្បាស់ហើយឬនៅឈប់ដៃភ្លាមសិនអីជារបស់คล้ายទេសិនញៀនវេទើបជាអ្នកបន្តវេនត្រកូលសិនពិតប្រាកដថ្ងៃនេះសុខចិត្តបោះបង់នឹងបញ្ចុះបាត់ចូលលោកតាឲ្យច្រើនឆ្នាំមកឯងបានទេឯងកុំជឿតាមសិនអីញៀនវេមានខ្សែស្រឡាយបែបណាខ្ញុំដឹងច្បាស់ខ្ញុំស្មានតែនាងទៅតោងទាមគេយ៉ាងម៉េចតាមពិតមកសម្ដែងរកធំនៅលើទឹកដីរបស់គេសោះសុំមុខហើយដែលគេចង់សម្លាប់នាងចោលចង់តែរស់បានហើយស្រង់ពួកវាឡើងមកវិញមកនាងចង់ធ្វើស្អីទៀតហ្នឹងគុំស្មានតែនាងត្រកូលសិនអាចមកបន្លំធ្វើជាអត្តសញ្ញាណរបស់ខ្ញុំបានឲ្យសោះជនបន្លំឥឡូវនេះខ្ញុំនឹងហៅគេមកសម្លាប់អាជនបន្លំដូចជានាងបើកភ្នែកឆ្កែរបស់នាងមើលឲ្យច្បាស់ទៅបើខ្ញុំជាជនបន្លំមិនក៏ខ្ញុំមានរូបថតទាំងនេះពុកម៉ែរបស់ខ្ញុំសូម្បីតែជំនួបអ្នកមានលំដាប់កម្ពូលក៏ពួកគាត់មិនចង់ទៅផងទម្រាំតែរឿងរាប់អានមនុស្សម្នាទៀតចុះនាងជានរណាឲ្យប្រាកដហេតុអ្វីបានជាមានរូបថតលក្ខណៈនាងថាខ្ញុំជាមនុស្សคล้ายខ្ញុំបានស្រាយបញ្ជាក់រួចរាល់ហើយចុះនាងវិញទូរស័ព្ទខ្ញុំនៅឯណាលេខទូរស័ព្ទពុកម៉ែខ្ញុំត្រូវតែទៅពួកគាត់ឲ្យមកទីនេះប្រកាសជាអំបញ្ញមិញពេលជួយជំនួយកាលីនៅក្បែររបាំងជ្រុះទូរស័ព្ទបាត់ហើយបើខ្លាំងពិតនាងខលវីដេអូទៅពុកខ្ញុំឥឡូវហ្នឹងទៅឲ្យគាត់មើលថានរណាជាកូនបង្កើតចាញ់ប្រៀបគេហើយនៅចង់ប្រកែកទៀតពុកម៉ែខ្ញុំកំពុងតែរវល់ពួកគាត់មិនមកខាតពេលដោយសារហេតុផលផ្ដេសផ្ដាសរបស់នាងទេនាងមកបង្កកបកម្មនៅលើប៉ាល់ខ្ញុំត្រូវតែរំសាយកំហឹងនេះយ៉ាងនេះចុះឥឡូវនាងលុតជង្គង់ចុះក្រាបសំពះសុំទោសអ្នកដែលបានវាយនាងម្នាក់3ដងហើយយ៉ាងម៉េចដែរវាលំបាកហើយក៏ខ្ញុំនឹងឲ្យនាងចុះពីលើប៉ាល់ដោយសុវត្ថិភាពនាងកុំសង្ឃឹមឲ្យសោះលោកស្រីសិនខំផ្ដល់ឱកាសឲ្យនាងត្រូវតែនិយាយពីអរគុណឃើញទ្រាំនឹងទឹកមុខក្រីក្ររបស់នាងណាស់បើធ្វើឲ្យលោកស្រីសិនខឹងខូចខាតអនាគតរបស់ខ្ញុំនឹងយូរនាងសងរួចទេ